ថ្ងៃនេះខ្ញុំមកដល់ប្រាង្គប្រាសាទមួយដែលនៅក្នុងព្រៃរហោឋានមិនសូវមានអ្នកស្គាល់ប្រជាពលរដ្ឋនៅតំបន់នេះបានហៅប្រាសាទនេះឈ្មោះថាប្រាសាទបន្ទាយធំគឺជាប្រាសាទតូចដែលមានឈ្មោះថាបន្ទាយធំវាខុសពីប្រាសាទដែលមានទំហំធំខ្លះដែលជាហៅថាប្រាសាទបន្ទាយឆ្មាគឺឆ្មាតូចឆ្មាអញ្ចឹងរឿងឈ្មោះមិនបញ្ជាក់អំពីសាវតាពិតទេប៉ុន្តែក្បាច់ចម្លាក់ព័ត៌មានទៅលើសាលាចារឹកនិងរូបបដិមាអាចបញ្ជាក់អំពីរចនាបថដែលធ្វើឲ្យយើងសម្គាល់បាននិងដឹងបានពីកាលបរិច្ឆេទនៃការសាងសង់ជំនឿសាសនានៅពេលសាងសង់ហើយនឹងឈ្មោះស្ដេចស្ថាបនិករបស់ប្រាង្គប្រាសាទឥឡូវនេះខ្ញុំនឹងនាំបងប្អូនទៅទស្សនាផ្ទាល់ដើម្បីស្វែងយល់អំពីរចនាបថក្បាច់លម្អនិងដឹងអំពីកាលបរិច្ឆេទនិងអទិទេពដែលកសាងប្រាសាទនេះឧទ្ទិសថ្វាយដល់បាទទោះបីយ៉ាងណាក៏ប្រាង្គប្រាសាទតូចដែលមានឈ្មោះថាបន្ទាយធំនេះនៅមានរូបចម្លាក់ដែលយើងអាចសម្គាល់ថាជាទេពអប្សរការពិតចំពោះរូបខ្ញុំផ្ទាល់ខ្ញុំគិតថាជាប្រភេទរូបភាពនៃស្រីស្នំរបស់ស្ដេចដែលជាងចម្លាក់ជាងគំនូវិស្វករបានជួបប្រទះដោយភ្នែករបស់ពួកគាត់ហើយតាមរយៈការស្រមើសម័យគាត់ក៏បានផ្ដិតសម្រាប់រូបភាពស្រីស្នំឬក៏មហេសីរបស់ស្ដេចចំនួននោះមកឆ្លាក់នៅតាមប្រាសាទរបស់ព្រះមហាក្សត្រហើយឧបកិច្ចឧបមាថាជាស្រីសួគ៌ជាទេពអប្សរដោយសារចំនួនសតវត្សទី12នោះទេពអប្សរឬក៏ស្រីស្នំរបស់ស្ដេចដែលគេឆ្លាក់នៅទីនេះគោរពប្រតិបត្តិពុទ្ធសាសនាទើបឃើញមានខាងលើនេះមានបដិមាស្ត្រីដែលកាន់រង្វេលសក់ដែលយើងតែងឃើញតាមវត្តអារាមនៅតាមភូមិហើយយើងឲ្យឈ្មោះថាព្រះនាងធរណីអញ្ចឹងនេះគឺជាបដិមានាងព្រះធរណីគឺជាបដិមាភេទស្ត្រីទ្រង់សម្ពុតហើយដៃស្ដាំកាន់សក់ច្បូតដែលជាអកប្បកិរិយាធ្វើឲ្យមានការរំជួយដីក្នុងពេលមួយដែលការពីប្រពុតពេលដែលសមាធិវិបស្សនាហើយរូបព្រះពុទ្ធសមាធិនោះត្រូវបានឆ្លាក់នៅលើព្រះសិរសានៃព្រះនាងធរណីប៉ុន្តែបដិមាព្រះពុទ្ធត្រូវបានគេលុបចោលក្រោមប្រតិកម្មរបស់ក្រមព្រហ្មញ្ញសាសនាប្រហែលនៅចុងសតវត្សទី13អញ្ចឹងតាមរយៈបដិមានាងពនាងគោព្រះធរណីពនាងគង្ហីបដិមាព្រះពុទ្ធដែលគេលុបចោលហើយនឹងរចនាបថដែលពាក់មកុដរៀងស្រទាប់ផ្កាឈូកជាថ្នាក់ដែលយើងឃើញស្តៀងគ្នានៅប្រាសាទតាព្រហ្មប្រាសាទព្រះខ័នហើយជាពិសេសមានលម្អផ្ការៀងមូលខ្វងនៅសងខាងមួយអួចនឹងទ្វារអាចធ្វើឲ្យយើងនឹកឃើញទៅដល់ប្រាង្គប្រាសាទនៅសតវត្សទី12នៅក្រមរាជព្រះបាទជ័យវរ្ម័នទី7នេះគឺជាអត្ថន័យខ្លះនៅប្រាង្គប្រាសាទបន្ទាយធំឥឡូវនេះយើងនឹងដើរចូលឆ្លងកាត់ទ្វារផ្នែកខាងជើងនៃប្រាង្គប្រាសាទដើម្បីចូលមកផ្នែកខាងក្នុងនៃប្រាង្គប្រាសាទបន្ទាយធំមុនទៅដល់ប្រាង្គចម្បងសូមក្រឡេកមើលខាងឆ្វេងដៃខ្ញុំនេះគឺមានរូបចម្លាក់នៅស្រស់ល្អនៅឡើយដែលមានការឆ្លាក់រចនាដ៏ស្អាតលើសព្រះនាងដែលយើងបានឃើញនៅខាងក្រៅស្អាតដោយសារឃើញទេនៅលើព្រះសិរសាឬក្បាលរបស់ព្រះនាងហ្នឹងមានមកុដដែលមានទម្រង់ជាសន្លឹកមាសចំនួននោះហើយនឹងមានពាក់កបិលដែលអាចមានត្បូងមានតម្លៃដ៏សែនធំហើយនាងធ្វើកាយវិការហាក់ដូចជាកំពុងតែអួតអំពីតម្លៃកបិលត្រចៀកនៅត្បូងដែលជាងឆ្លាក់ជាពិសេសស្នាដៃរបស់ជាងឆ្លាក់អាចឆ្លាក់ពីមនោចេតនាពីទឹកចិត្តពីមនោរម្យរបស់ជីវិតកាលពីសតវត្សទី12ហាក់ដូចជា
នៅរស់រវើកពិតទាំងរូបរាងស្ត្រីមើលដើមទ្រូងស្រស់បំប្រងដៃស្រលូនពាក់ទៅដោយមកុដហើយនឹងកបិលខ្សែកពេញដោយបន្តោងនៃស្លឹកមាសក្នុងនាមជាស្ត្រីនៃព្រះមហាក្សត្រប្រហែលជាចំនួននោះគេត្រូវទុកឲ្យមានរាងកាយស្រឡះដើម្បីបង្ហាញពីគុណភាពស្បែកទៅដល់ព្រះមហាក្សត្រក៏អាចថាបានតែទោះយ៉ាងណាគ្រប់ស្ត្រីនៅសតវត្សទី12ត្រូវមានស្លៀកសំពត់ដែលមានរចនាបថដោយរបៀបដូចជាកន្ទុយត្រីនៅក្បែរនេះឃើញមានបង្អួចដែលនៅសតវត្សទី12ខុសពីនៅដើមសតវត្សទី12នៅសម័យអង្គរវត្តបង្អួចគេធ្វើចម្រឹង100%ឆ្លាក់ទម្លុះទៅសងខាងប៉ុន្តែនៅចុងសតវត្សទី12ក្រុងរាជព្រះបាទចែរ្ម័នទី7គេបង្អួចភាគច្រើននៃប្រាង្គប្រាសាទតែងឆ្លាក់ជានិមិត្តរូបគ្រាន់តែជាចម្រឹងពាក់កណ្ដាលហើយផ្នែកខាងលើច្រើនតែទុកចោលប្រហែលជាវិស្វករចំនួននោះចង់ឆ្លាក់បង្អួចនេះបង្ហាញយើងចំនួនក្រោយឲ្យដឹងថាគ្រប់បង្អួចត្រូវមានចម្រឹងពីព្រោះស្រុកយើងជាប្រទេសក្តៅហើយសើមតែមានអាកាសធាតុហប់អញ្ចឹងត្រូវការខ្យល់ចេញចូលតាមបង្អួចហើយដើម្បីកុំឲ្យមានអ្នកណាអាចចូលតាមបង្អួចបានគេត្រូវតែដាក់ចម្រឹងហើយដែលចម្រឹងហ្នឹងដើម្បីសោភ័ណភាពត្រូវតែឆ្លាក់ជាក្បាច់រចនាប៉ុន្តែផ្នែកខាងលើដែលមិនបានឆ្លាក់ជាចម្រឹងអាចជានិមិត្តរូបនៃវាំងននដែលត្រូវបិទកម្ដៅថ្ងៃឬក៏អាចបើកទៅតាមតែពុំគំរូចំណនោះអញ្ចឹងបង្អួចថ្មដែលឆ្លាក់ចម្រឹងខាងក្រោមហើយទុកប្រភេទថ្មដែលមិនឆ្លាក់ខាងលើអាចជានិមិត្តរូបជាពុំគំរូឲ្យយើងដឹងថាប្អូនចំណាំនោះបាំងទៅដោយវាំងននអាចរូតបិទបើកទម្លាក់និងងើកទាញឡើងលើបាននេះជាការសន្និដ្ឋានរបស់ខ្ញុំបាទដូចគ្នានេះដែរនៅតាមទ្វារជញ្ជាំងនៃប្រាង្គប្រាសាទតែមានបដិមានៃស្រីដែលខ្ញុំសន្មតថាអាចជាស្រីស្នំមហេសីរបស់ក្សត្របើសិនជាព្រះនាងនិងស្រីតែនោះមិនមែនជាអ្នកដែលសំខាន់នៅក្នុងរាជវាំងម្លេះជាងចម្លាក់វិស្វករគ្មានសិទ្ធិអីមកឆ្លាក់នៅប្រាង្គប្រាសាទដែលឧទ្ទិសទៅដល់ទេពរីជារបស់ព្រះមហាក្សត្រនោះឡើយបាទទីនេះក៏ដូចជាទីផ្សេងទៀតទីណាដែលមានជញ្ជាំងទីណាដែលមានបង្អួចតែងតែមានស្ត្រីស៊ូឬទេពអប្សរត្រូវបានគេឆ្លាក់នៅពាសពេញប្រាង្គប្រាសាទមានសំណួរជាច្រើនតែទៅសួរថាហេតុអីបានប្រាង្គប្រាសាទខ្មែរច្រើនតែមានរូបស្ត្រីចម្លើយបដិសន្នគឺប្រហែលដោយសារខ្មែរធ្លាប់មានឥទ្ធិពលមេនិយមចឹងយកមេជាធំរហូតក្នុងអក្សរសាស្ត្រគេប្រើពាក្យស្រីដើម្បីសម្គាល់ទៅខ្លឹមសារសិរីសួស្តីសិរីសួស្តីស្រីគឺជាមេមេត្តាធិបតេយ្យដែលមានអំណាចទាំងចេញមុខទាំងប្រយោលទាំងនៅពីក្រោយទាំងនៅពីមុខធ្វើឲ្យសង្គមខ្មែរតាំងពីដើមរហូតដល់បច្ចុប្បន្នតែងត្រូវការពឹងពាក់ទៅលើស្ត្រីសិរីសួស្តីដើម្បីបានគុណភាពប្រសើរឧត្តមឧត្តមតាមរយៈស្ត្រីនេះអាចជាមូលហេតុដែលដូនតាយើងបានឆ្លាក់រូបស្ត្រីនៅតាមប្រាសាទនានា